Bài trong cái số lục cái ngày níខ្ញុំមកតមេរៀន Generic Collection ភាគ3ដែលខ្ញុំមកពីក្រុង SX4 ឈ្មោះសុគន្ធមករាឥឡូវយើងធ្វើការចូលទាំងអស់គ្នាគឺយើងមាន Dictionary ជាប្រភេទ Generic Collection ដែលវាស្ទរដំបូងគឺជាប្រភេទ Type គឺជាប្រភេទ String ហើយ Key Value របស់វាគឺជាប្រភេទ List ដែលនៅក្នុងអា List ហ្នឹងគឺវាស្ទរអា Key Value ហ្នឹងគឺ Array List ដែលមានឈ្មោះថា Attendance នៅរបស់ Dictionary ហើយយើងណូមកចឹងនៅថ្ងៃដំបូងគឺដែល Type របស់វាគឺថ្ងៃដែលជាប្រភេទ String គឺថ្ងៃខែ2026ខែ7/16 នោះហើយ Key Value របស់វាគឺនៅខាងក្នុងនេះគឺ Array List ចឹង Array List នៅកន្លែងនេះគឺមាន ID ឈ្មោះអាយុ Boolean float ហើយជាមួយនឹង new data time គឺថ្ងៃចុះកំណត់ហើយថ្ងៃទី2គឺដូចតែគ្នាគ្រាន់តែដូរឡើងមួយថ្ងៃមកហើយ ID នៅដដែលដូរតែថ្ងៃហើយអាកន្លែង float នេះហើយថ្ងៃទី3គឺដូចតែគ្នាដូរតែថ្ងៃហើយកន្លែង float ហើយយើងធ្វើការ run code មកគឺកន្លែងដាក់នេះ for each var data key អញ្ចឹង key វាគឺនៅកន្លែងថ្ងៃនេះហើយ day value របស់វាគឺនៅនេះនៅខាងក្នុងហើយដាក់មក day key day value in attendance អញ្ចឹងវានៅក្នុងនេះតមក console write line and day key អញ្ចឹង key ដំបូងគឺវាសរសេរមកចេញបានថ្ងៃហើយបន្ទាប់មកគឺ for each var as in day value អញ្ចឹង value របស់វាគឺនៅក្នុងអាday key អញ្ចឹងវាបានប្រៀបបានដូចជា array ពីវិទ្យាអញ្ចឹងយើងធ្វើការ run វាមកអញ្ចឹងវាចេញមកនេះ day type គឺវាដូចជា record មួយអញ្ចឹងវីដេអូយើងមានតែប៉ុណ្្នឹង